ការសិក្សារឿងសុផាតចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងនឹងមកបន្តវីដេអូថ្មីដែលទាក់ទងទៅនឹងការកំណត់តែងហើយនឹងសង្គមបរិយាកាសចាអ្នកនរគ្នាឥឡូវនេះយើងនឹងមកមើលចំណុចកែលការកំណត់តែងតើការកំណត់តែងនឹងមានន័យយ៉ាងម៉េចអញ្ចឹងការកំណត់តែងហ្នឹងគឺសំដៅទៅលើពេលវេលាចាស់ការហ្នឹងពេលវេលាឬក៏ថ្ងៃខែឆ្នាំដែលអ្នកនិពន្ធហ្នឹងគាត់បានតាក់តែងរឿងហ្នឹងចប់សពគ្រប់ហើយហ្នឹងគឺសំដៅទៅលើការកំណត់តែងចាហើយនៅក្នុងចំណុចការកំណត់តែងនេះដែរគឺមាន2ចំណុចគឺថ្ងៃខែឆ្នាំនៃការតាក់តែងរឿងក៏ដូចជាថ្ងៃខែឆ្នាំនៃការបោះពុម្ពអញ្ចឹងនៅក្នុងរឿងសុផាតនេះថ្ងៃខែឆ្នាំនៃការតាក់តែងគឺរឿងនេះនិពន្ធឡើងនៅក្នុងឆ្នាំ1938ហើយថ្ងៃខែឆ្នាំនៃការបោះពុម្ពហ្នឹងរឿងនេះបានបោះពុម្ពនៅក្នុងឆ្នាំ1942តើតើនឹងសង្គមបរិយាកាសចានៅក្នុងនេះគឺគេបែងចែកជា2ចំណុចធំដោយចំណុចទី1និយាយអំពីការប្រវត្តិដែលនិយាយអំពីដំណើររឿងនឹងប្រព្រឹត្តទៅនៅពេលណាចានៅថ្ងៃខែឆ្នាំណាអញ្ចឹងយើងនឹងទៅមើលទាំងអស់គ្នាណាចាអញ្ចឹងការប្រវត្តិដំណើររឿងសុផាតប្រព្រឹត្តទៅក្រោយសង្គ្រាមលោកលើកទី2ឆ្នាំ1939រហូតដល់ឆ្នាំ1945ចាដែលជប៉ុនចូលស្រុកបានដេញពួកអាណានិគមបារាំងប្រទេសកម្ពុជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីចាគឺលោកសឹងងុកថាញ់ចាហើយចំណុចទី2ព្រឹត្តិការណ៍សំខាន់គឺចង់និយាយអំពីដំណើររឿងសុផាតនេះណាវាមានព្រឹត្តិការណ៍អីខ្លះដែលបានកើតឡើងក្នុងរឿងហ្នឹងចាឥឡូវយើងទៅមើលអរគ្នាព្រឹត្តិការណ៍សំខាន់នៅក្នុងរឿងមានការផ្លាស់ប្ដូរមន្ត្រីរាជការចាដូចជាមានសម្បត្តិពីរាជការធំនៅភ្នំពេញផ្លាស់លោកចៅហ្វាយស្រុកសិរីសភ័ណ្ឌទៅទីក្រុងភ្នំពេញដើម្បីកាន់កាប់រាជការថ្មីទៀតចានៅក្នុងចម្ពោះទី1ជាបញ្ជាក់អញ្ចឹងណាចាអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេនេះគឺជាវីដេអូចែករំលែកមួយដែលបងប្អូនអាចយកជាប្រយោជន៍ណានៅក្នុងការសិក្សាអត្ថបទរឿងសុផាតចាក៏សូមអរគុណដល់បងប្អូនដែលបានចំណាយពេលវេលាមើលវីដេអូមួយនេះសូមជួយ like ហើយនិង subscribe channel របស់អ្នកគ្រូផងចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ